ពូប៉ាបានសត់បាឡៃដាក់ខ្លែងឯកមើលចោះខ្លែងគាត់បានហោះអណ្ដែតឡើងលើហាក់ដូចជាមានវិញ្ញាណយ៉ាងចឹងល្អណាស់កូនឪឯងត្រូវតែខ្លាំងអាចារ្យណាប៉ោកមកចាស់ខ្លែងខ្ពស់ខ្ពស់ណាស់មែនហើយកូនរឿងមន្តអាគមតាមខ្លែងឯងកាលពីព្រេងនាយនៅក្នុងភូមិមួយមានប្រជាជនចូលចិត្តការបង្ហោះខ្លែងជាខ្លាំងពួកគេតែងតែប្រារព្ធពិធីប្រកួតបង្ហោះខ្លែងជារៀងរាល់ឆ្នាំផងដែរនៅផ្ទះមេភូមិប៉ោកតែឆ្នាំនេះភូមិយើងមានកម្មវិធីបង្ហោះខ្លែងដែរទេមានតើកូនពុកកំពុងតែគិតគូរអំពីរឿងនឹងហើយតើពុកគិតថានឹងផ្សព្វផ្សាយដំណឹងពេលនេះមែនទេប៉ោកមែនហើយព្រោះយើងត្រូវរៀបចំឲ្យទាន់រដូវណាកូនបានចឹងប៉ូកាកូនជាអ្នកផ្សព្វផ្សាយដំណឹងនេះចាស់ណាប៉ោកកុំបារម្ភអីបាទកូនពុកទុកចិត្តលើកូនហើយចាប់ប៉ោកកូនទៅសិនហើយនៅតាមផ្លូវឈប់សិនស្រីស្អាតកូនលោកមេភូមិទៅណាអីក៏លឿនម្ល៉េះចាប់បងប៊ុនម៉ែខ្ញុំកំពុងតែនាំដំណឹងទៅប្រាប់ដល់អ្នកភូមិនឹងណាអំពីការបង្ហោះខ្លែងឯកមែនទេបងមុខជាឈ្នះមិនខានទេមិនបាច់ប្រកាសទេអូនបើមិនប្រកាសបងប្រកួតជាមួយអ្នកណាទៅជាមួយខ្លួនឯងមែនទេមែនហើយបងច្រឡំតែអូនទៅប្រកាសចុះបងមិនជួយទេណាតែបើអូនព្រមស្រឡាញ់បងទៅបងជួយចាអត់ស្រឡាញ់ទេខ្ញុំលីហើយណាបងបន្ទាប់ពីអង្គាបោះដើរហួសទៅនីប៊ុនម៉ាក៏បាននិយាយម្នាក់ឯងថាហេឯងស្អាតសង្ហាប៉ុណ្ណឹងដែរបែរជាអូនអង្គាបោះប្រកែកយ៉ាងលឿនត្មងណោះកំពុងតែនិយាយម្នាក់ឯងស្រាប់តែមីងទូចបានដើរមកជាមួយនឹងខ្លែងនៅក្នុងដៃហើយតូចចិត្តរឿងអីណាកំឡោះច្រេះចាប់គ្មានអីទេមីងខ្ញុំកំឡោះអូឡាក់ស៊ីនណាមិនមែនច្រេះចាប់ទេច្រេះវាមិនហ៊ានចាប់ទេតែឯងនេះវាចាស់ហើយកាលណាបានយកប្រពន្ធទៅអាយុច្រើនហើយល្មមរកគូហើយណែអ្នកអាយុសម្បាលឯងណាគេមានកូនមួយកូនពីរអស់ហើយជារឿងខ្ញុំទេមីងអើយខ្ញុំសាំក្រាស់មែនតែខ្ញុំនៅតែសង្ហាដែរតាមីងមើលចុះចារវល់តែលងនឹងសម្រាប់ខ្លួនឯងបែបនេះហើយមកទៅនោះទៅគេការចោលអស់ហើយណែបានហើយមីលីហើយណាបញ្ញាប់ទៅធ្វើខ្លែងប្រកួតនឹងគេរួចចុះខ្លាញ់នៅក្នុងដៃនេះមិនក៏មិនយកទៅប្រកួតមីងណែក្មួយមីងចង់ធ្វើខ្លែងថ្មីហើយដាក់ឈ្មោះថាខ្លែងផ្សងរកគូសង្ឃឹមថានឹងមានគូនឹងគេណាមីងដៀលខ្ញុំមកព្រឹកតាមពិតមីងកំឡោះចាស់ដែរសោះដេកចាំទៅមីងអើយខ្លាញ់មីងឯងដាក់ឈ្មោះតែខ្លែងអេបានសមអើយឈប់និយាយហើយមីលីហើយណានិយាយអំពីអង្គាបោះបានជូនដំណឹងទៅកាន់អ្នកគ្រប់គ្នាហើយបន្ទាប់ពីនោះអ្នកនៅក្នុងភូមិក៏បានចាប់ផ្ដើមធ្វើខ្លែងតែម្ដងនៅផ្ទះវិជាបងវិជាតើបងអាចធ្វើខ្លែងឲ្យខ្ញុំមួយផងបានទេខ្ញុំចង់ប្រកួតនឹងគេដែរណាបងតើឯងចង់ចេះធ្វើដែរទេកូនគ្រួញបាទបងខ្ញុំចង់ចេះណាស់តើបងអាចធ្វើឲ្យខ្ញុំបានទេមិនបានទេបងមិនអាចធ្វើឲ្យបានទេណាបើចង់ចេះចាំបងបង្រៀនបើធ្វើឲ្យនោះឯងច្បាស់ជាមិនចេះទេបាទបងមែនហើយលោកគ្រូអាចារ្យមានប្រសាសន៍ថាបើចង់ធ្វើការមិនអាចឲ្យអ្នកណាធ្វើឲ្យបានទេតែយើងត្រូវសុំការណែនាំនិងការបង្ហាញទៅល្អមែនហើយឯងឆ្លាតណាស់កូនគ្រួញមកចាំបងបង្រៀនខ្លាញ់ឯងមុខចំហបានខ្ពស់ជាមិនខានទេបាទបងខ្ញុំសប្បាយចិត្តណាស់ក្នុងពេលនោះវិជាបានបង្រៀនកូនគ្រួចយ៉ាងយកចិត្តទុកដាក់ទីបំផុតពួកគេក៏បានធ្វើខ្លែងដ៏ស្រស់ស្អាតម្នាក់មួយអើយរួចហើយបងចាំមើលចុះខ្ញុំអាចចូលរួមប្រកួតនឹងគេដែរហើយល្អណាស់កូនគ្រួញខ្លាញ់ឯងស្អាតមែនទែនណាបងជូនពរឯងឲ្យប្រកួតបានឈ្នះណាសិស្សមិនអាចឈ្នះគ្រូទេយ៉ាងណាក៏ខ្ញុំមិនឈ្នះបងដែរតែខ្ញុំក៏បានសប្បាយចិត្តដែលបានចូលរួមប្រកួតនឹងណាបងឯងគិតត្រូវហើយក្មេងឆ្លាតបាទបងអរគុណហើយណាបងខ្ញុំលាហើយជួបគ្នាថ្ងៃប្រកួតណាបាននិយាយអំពីបរិសុទ្ធចម្លែករស់នៅឆ្ងាយពីគេនេះវិញបានត្រៀមខ្លួនដូចគ្នាផងដែរនៅផ្ទះចាស់ពូប៉ាយើងជាអ្នកជំនាញបង្ហោះខ្លែងឯកជាច្រើនឆ្នាំមកហើយ
មិនដែលមាននរណាយកឈ្នះយើងបានទេលើកនេះយើងនឹងទៅយកជ័យលាភីម្ដងទៀតហើយ គ្រប់គ្នាមិនដែលប្រកួតឈ្នះពូប៉ះទេព្រោះថាខ្លាញ់កត់ល្អជារឿងមួយតែអាគមគឺជារឿងសំខាន់មួយទៀតផងដែរ អាកូនឪកុំឲ្យយើងខ្មាស់គេឲ្យសោះណាឮទេត្រូវតែយកឈ្នះគេឲ្យបាន ពូប៉ះបានសូត្របាលីដាក់ខ្លែងឯកមើលចោះខ្លែងគាត់បានហោះអណ្ដែតឡើងលើហាក់ដូចជាមានវិញ្ញាណយ៉ាងចឹង ល្អណាស់កូនឪឯងត្រូវតែខ្លាំង និយាយអំពីបរិសង្ហាវិជាឯនេះវិញបានដើរទៅកាត់ភូមិស្រាប់តែគាត់បានជួបនឹងដៃគូចំនួននោះគឺកូនស្រីរបស់លោកមេភូមិ សួស្តីកញ្ញាចំមុះក្រហម ខ្ញុំមិនឆ្លើយទេប្រុសចិញ្ចាំកក តើកូនលោកមេភូមិដ៏ឆ្នាំងកំពុងទៅណាដែរ តើលោកអាចមើលតានិយាយបានពីរោះម្ដងបានទេ មិនឈប់ទេតលតែនាងឈប់ឆ្នះទើបខ្ញុំព្រមធ្វើជាសុភាពបរោះបាន បានអញ្ចឹងបន្តមកប្រហុកទៀតចាខ្ញុំលាហើយ នាងច្រឡំផ្លូវហើយ លោកហើយដោយសារតែនាងខឹងអង្គាបោះបានតតវិជាមួយជើងចំក្មេងតូចមួយទំហឹង អូយ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 បែកអាប្អូនខ្ញុំខ្ទេចអស់ហើយអូយឈឺណាស់ សំមកហើយតើលោកឯងរៀងដែរទេបើមិនតន់រៀងណាខ្ញុំថែមឲ្យមួយជើងទៀត អេឈប់ហើយនេះយ៉ាងម៉េចហ្នឹងខ្ញុំគ្រាន់តែប្រាប់អន្តាឬមួយក៏ខឹងសំបីតែអំពើល្អនោះ ខ្ញុំខ្ជិលនិយាយជាមួយលោកណាប្រោះអាក្រក់ បាទនាងដ៏សែនឆ្នះទៅចុះកាច់ឆ្នះបែបនេះចាំមើលណាខ្ញុំនឹងចូលស្ដីទៅដឹងឲ្យតល់តែបាន លឺបែបនោះហើយអង្គាបោះកាន់តែខឹងរួចក៏បានរុញវិជាទម្លាក់ស្រែមួយទំហឹង អេមិនក៏លេងអញ្ចឹងនោះអឺ បើចង់ចូលទៅដឹងណាប្រកួតបង្ហោះខ្លែងឲ្យឈ្នះសិនទៅប្រោះធ្លាក់ស្រែ សាច់ចំអកដាក់វិជាហើយអង្គាបោះក៏បានដើរចេញហួសបាត់ទៅ បានចាំមើលចុះខ្ញុំនឹងយកធ្វើជាប្រពន្ធឲ្យតល់តែបាន អស់ពេលជាច្រើនថ្ងៃការប្រកួតបង្ហោះខ្លែងក៏បានមកដល់ល្មមនៅឯវាលស្រែដ៏ល្វឹងល្វើយ ម៉ាត់ណាម៉ាត់នឹងណាបើខ្ញុំឈ្នះត្រូវតែយកខ្ញុំធ្វើជាស្វាមី ចាដឹងហើយម្យ៉ាងទៀតលោកបាត់ប្រហុកនេះណាគ្មានថ្ងៃឈ្នះនោះទេចាំមើលចោះត្រៀមបាក់មុខឲ្យហើយទៅ អ្នកទាំងអស់គ្នាត្រៀមហើយមែនទេបាទត្រៀមរួចហើយលោកមេភូមិ ខ្ញុំរួចដែរហើយលោកពូមេភូមិ ចំណែកខ្ញុំក៏រួចហើយដែរលោកមេភូមិខ្ញុំក៏ត្រៀមរួចហើយដែរលបង ចានាងខ្ញុំក៏រួចដែរហើយអូយប្រឹងឡើងណាមិញអុកកុំឲ្យបាក់មុខកុំមុំចាស់ដូចគ្នាឲ្យសោះណាចាកុំមុំចាស់គ្នាយើង បើអញ្ចឹងការប្រកួតសូមចាប់ផ្ដើម អាចារ្យណាពុកម្ចាស់ខ្លាញ់ខ្ពស់ខ្ពស់ណាស់ មែនហើយកូនតែមើលទៅប្រហែលជាគ្មានខ្លាញ់ណាអាចឈ្នះខ្លាញ់លោកប្អូនប៉ះបានទេមើលចុះខ្ពស់ឡើងហើយ វិជាចេះតែលួចមើលអង្គាបោះកាន់តែលួចមើលគាត់កាន់តែប្រុងប្រយ័ត្នលើការបង្ហោះខ្លែង ឈ្នះហើយបងវិជា ទីបំផុតរកឃើញអ្នកឈ្នះហើយឆ្នាំនេះវិជាគឺជាអ្នកឈ្នះសូមចូលរួមអបអរផងណាសូមអរគុណឲ្យលោកមេភូមិអរគុណឲ្យទាំងអស់គ្នា គ្រប់គ្នាបានចូលរួមអបអរសាទរដល់វិជាលើកលែងតែពូប៉ះប៉ុណ្ណោះគាត់មិនសុខចិត្តទេគាត់បានគិតនៅក្នុងចិត្តថា មិនបានទេអាក្មេងនេះវាគ្រាន់តែទៅនឹងចេះមិនបានជាវាឈ្នះយើងបានយើងមិនសុខចិត្តទេវានេះពិបាកមុខយើងពេកហើយ ដោយមិនអាចប្រឈមមុខនឹងការចាញ់នេះពូប៉ះក៏បានចេញទៅទាំងកំហឹងក្រោធនិងមិននិយាយអ្វីមួយម៉ាត់សោះឡើយមិនមែនជាសុភាពបរោះមិនគួរឈ្នះសោះ កូនថាម៉េចនេះគឺជាការពិតអន្តើកូនកូនឯងកំខឹងនឹងវិជារហូតមិនទទួលយកការពិតឲ្យសោះណាពិតមែនហើយលោកពូនាងអង្គាបងនាងចង់ឃើញខ្ញុំចាញ់ណាយ៉ាងម៉េចដែរនាងមានអីត្រូវនិយាយទៀតទេ
លោកប្រហុកស្អុយក ុំភ្លេចណាម៉ាត់ណាគឺម៉ាត់នឹងហាមប្រកែកឲ្យសោះអនាគតប្រពន្ធខ្ញុំ ឲ្យតែហ៊ានចូលមកណាខ្ញុំមិនប្រកែកទេខ្លាចតែអ្នកខ្លះបានត្រឹមតែសម្ដីប៉ុណ្ណោះ អ្នកណាដែលខ្លាចនោះចាំតែមើលចុះកុំឆ្នះក្នុងដួងចិន បងវិជាកុំភ្លេចណាឆ្នាំក្រោយខ្ញុំនឹងប្រកួតម្ដងទៀតបងជួយបង្ហាត់បង្រៀនខ្ញុំបន្ថែមផងណាបង ប្រកាសណាបងនឹងជួយឯងឲ្យអស់ពីសមត្ថភាពកុំបារម្ភអីកូនក្រួញ គ្រប់គ្នាតែងតែរីករាយនារដូវរំហើយតែពូប៉ះឯនេះវិញនៅតែមានគំនុំគុំក្នុងចិត្តមិនឈប់សោះឡើយនៅផ្ទះពូប៉ា ចាំតែមើលចុះឲ្យតែខ្លែងនេះហោះដល់ផ្ទះអ្នកណាឬអ្នកណាបានកាន់វានោះត្រូវតែទទួលអំពើកើតជំងឺវេទនា អូមផាំង ពូប៉ាបានបង្ហោះខ្លែងឯកឡើងជាមួយនឹងអាគមអំពើខ្មៅងងឹតក្នុងចេតនាធ្វើបាបអ្នកស្រុកមើលចោះខ្លែងបានហោះទៅហើយនៅតាមផ្លូវហូយរួចចោះខ្លែងអ្នកណាគេស្អាតម្លេះទេណោអូយមើលចោះគ្រាន់តែលឺមិញទូចសរសើរភ្លាមខ្លែងអំពើនោះក៏បានហោះមកចិត្តភ្លាមតែម្ដងអាយ៉ាចៃដន្យមែនណោះរួចចោះខ្យល់អីក៏ដឹងចិត្តខ្ញុំម្លេះខ្ញុំកំពុងតែចង់បានផងអូយមើលចោះខ្ញុំនឹងយកទៅរក្សាទុកសម្រាប់ការប្រកួតលើកក្រោយមិនខានទេម្ដងនេះបានប្រកួតនឹងគេទៀតហើយមីងទូចកាន់យកទៅផ្ទះទាំងសប្បាយចិត្តជាពន់ពេកតែប៉ុន្មានថ្ងៃក្រោយមកមីងទូចក៏បានធ្លាក់ខ្លួនឈឺទាំងគ្មានមូលហេតុសោះឡើយអូយចុកចាប់ដើមទ្រូងណាស់ខ្ញុំអូយមីងទូចកាន់តែចុកឡើងនិងថែមទាំងជ្រុះសក់ទៀតផងពេលនោះវិជាក៏បានដើរឆ្លងកាត់ មីងមានរឿងអីនឹងមីង អើយក្មួយវិជាជួយមិញផងទៅមិញចុកទ្រូងណាស់ ខានជួបគ្នាមួយរយៈសោះមីងស្រកសាច់អស់លីងមើលចុះចាំខ្ញុំដាំថ្នាំឲ្យមីងពិសា គ្មានប្រយោជន៍ទេក្មួយមិញដាំហូបអស់ហើយនៅតែមិនបាត់សោះ អញ្ចឹងចាំក្មួយទៅសុំថ្នាំពីលោកមេភូមិឲ្យណាមីងណាខ្ញុំឆាប់មកវិញទេ ចាក្មួយនៅក្បែរចំការជេតានោះជាខ្លាញ់អ្នកណាមកទៅមុំល្អណាស់ថែមទាំងស្អាតទៀតផងខ្លែងអំពើនោះបានហោះមកចិត្តអង្គាបោះធ្វើឲ្យនាងរីករាយជាខ្លាំងនាងបាននិយាយជាមួយខ្លែងថាតើអ្នកណាជាម្ចាស់របស់ឯងខ្លែងឯងមកចាស់ម្ចាស់ឯងពិតជាមានទេពកោសល្យមែនអង្គាបោះបានសរសើរនិងចាប់កាន់ខ្លែងនោះបង្ហោះវាទៅលើអាកាសឬក៏បានសម្ដៅទៅកាន់ផ្ទះវិញនៅផ្ទះលោកមេភូមិណែលោកបងមាត់ប្រហោះមករកអ្វីដែរទេអាចលើមដូចជាចៅអញ្ចឹង នាងមកអញ្ចឹងល្អហើយខ្ញុំមិនចង់ឆ្លោះទេថ្ងៃនេះឲ្យខ្ញុំសុំថ្នាំបន្តិចមកខ្ញុំយកទៅជួយមីងទូចណានាង តើមីងទូចកាត់អីទេ គាត់ចុកទ្រូងមុខឡើងស្លេកថែមទាំងជ្រុះសក់អស់ទៀត ម៉ែណែចាំខ្ញុំរៀបចំជូនអញ្ចឹងខ្ញុំក៏ចង់ទៅមើលអាការៈមីងទូចដែរ បើអញ្ចឹងឆាប់បន្តិចមកនាង អង្គាបោះរៀបចំថ្នាំរួចរាល់ក៏បានសម្ដៅទៅកាន់ផ្ទះមីងទូចទាំងអស់គ្នានៅផ្ទះមីងទូច មីងពួកខ្ញុំមកវិញហើយមីងទ្រាំបន្តិចទៅណាមីងចាំខ្ញុំដាំថ្នាំជូនមីង ចាអរគុណហើយវិជាបានដាំថ្នាំជូនមីងទូចរួចរាល់មីងទូចក៏បានធូរស្រាលបន្តិចតែចំពោះអង្គាបោះវិញក៏ចាប់ផ្ដើមចុកទ្រូងជាខ្លាំងអូយចុកណាស់មិនក៏នៅសុកឈឺចាប់បែបនេះ នាងកាត់អីហ្នឹងនាង លោកខ្ញុំចុកណាស់ខ្ញុំចុកទ្រូងណាស់ឈឺខ្លាំងណាស់
ចាំតិចសិនណាអ្នកនាងទ្រាំសិនទៅចាំខ្ញុំយកថ្នាំជូន ក្នុងពេលនោះវិជាប្រៀបបីដូចជាមានអម្រែកនៅលើស្មាអញ្ចឹងម្ខាងជាមីងទូចម្ខាងទៀតជាអង្គាបប អូយក្មួយអើយមិញឈឺណាស់ជួយផង មានរឿងអីចេះមុននេះមីងបានធូរហើយតាណាមីង មីងទូចនិងអង្គាបបកាន់តែឈឺចាប់ខ្លាំងឡើងរហូតទាល់តែសន្លប់បាត់ស្មារតីទាំងពីរនាក់ តែខ្ញុំគួរធ្វើយ៉ាងណាទៅអាការៈនេះដូចជាចម្លែកណាស់មែនហើយលោកពូមេភូមិខ្ញុំត្រូវទៅយកតំណែងនេះទៅជូនគាត់ទៅបាន នាពេលនោះវិជាបានរត់ទៅរកមេភូមិម្ដងទៀតរីឯវិញ្ញាណរបស់មីងទូចនិងអង្គាបបក៏បានរសាត់អណ្ដែតទៅដល់កន្លែងសក្ការៈរបស់ពូប៉ា ចូលមកអ្នកទាំងពីរខ្លែងឯងធ្វើបានល្អមែន ឥឡូវនេះចូលឯងហោះទៅមើលរូបកាយរបស់ពួកគេទៅថាចិត្តរលួយហើយឬនៅ និយាយអំពីវិជាវិញបានរត់ចាំងលឿនមកដល់ផ្ទះរបស់មេភូមិនៅផ្ទះមេភូមិ ជំរាបសួរលោកពូជាការល្អណាស់ដែលក្មួយបានជួបលោកពូរួចចុះក្មួយមានការអីបានជាទៅហេបទៅហប់ម្ល៉េះសូមលោកពូជួយអង្គាបបោះនឹងមីងទូចផងពេលនេះពួកគេស្លាប់បាត់ស្មារតីហើយពូក្មួយថាម៉េចតោះឆាប់នាំពូទៅឲ្យលឿនឡើង នៅផ្ទះរបស់មីងទូច កូនគៀបោះកូនក្រោកឡើងកូនអ្នកទូចដូចជាចម្លែកណាស់អង្គាបោះស្រាប់តែឈឺចាំនិងដួលស្លាប់ភ្លាមចំណែកមីងទូចបានប្រាប់ខ្ញុំថាគាត់សាកថ្នាំគ្រប់អស់ហើយតែនៅតែមិនអាចប្រសើរនោះទេពូមើលទៅដូចជាមិនស្រួលទេព្រោះអ្នកទូចមានជ្រុះសក់ផងមើលចុះតែលោកពូគិតបែបណាទៅវិញស្ថានភាពបែបនេះដូចជាត្រូវអំពើគេហើយចម្លែកណាស់តើក្នុងភូមិនេះមានអ្នកលេងអំពើផងមែនទេ មេភូមិនិងវិជាកំពុងតែគិតគ្នាស្រាប់តែពួកគេសង្កេតឃើញថាមានខ្លែងឯកហោះនៅលើអាកាសព្រមទាំងឡំសំឡេងគួរឲ្យខ្លាចទៀតផង ពូមើលខាងនោះចុះខ្ញុំយល់តែខ្លាញ់នោះចម្លែកណាស់សុកមិនក៏វាហោះមកចិត្តនេះទៅវិញពូដឹងហើយក្មួយសង្ស័យមិនខុសទេក្មួយវិជាជួយពូបន្តិចណាពូចង់ធ្វើពិធីហៅព្រលឹងបាទពូ មេភូមិបានយកខ្សែសីមាមកព័ទ្ធជុំវិញមីងទូចនិងអង្គាបបោះឬក៏បានសូត្របាលីអស់ពេលយ៉ាងយូរ លោកពូយ៉ាងម៉េចទៅហើយលោកពូមិនអីទេពួកយើងបន្តទៀតទៅ និយាយអំពីពូប៉ះឯនេះវិញក្រោយបានវិញ្ញាណមីងទូចនិងអង្គាបបោះហើយគាត់ក៏បានសប្បាយចិត្តជាខ្លាំងហើយគាត់គិតថានឹងសម្លាប់អ្នកផ្សេងទៀតផងដែរ យើងនឹងឃុំវិញ្ញាណពួកឯងនៅទីនេះកុំបន្ទោសយើងឲ្យសោះព្រោះសំមុខពួកឯងហើយដែលមិនគាំទ្រខ្លាញ់របស់យើងនោះ ពូប៉ះកាន់តែសប្បាយចិត្តដោយដឹងថាអំពើនោះក៏បានធ្លាក់ទៅលើកូនស្រីលោកមេភូមិផងនោះពីព្រោះដោយសារពូប៉ះគិតថាមេភូមិដាក់បន្ទុកលំអៀង ចង់ដឹងណាស់ថាតើមេភូមិនោះវាធ្វើមុខបែបណានៅពេលដែលឃើញនាងអង្គាបោះដេកសន្លប់ដូចជាគល់ឈើបែបនេះ ពូប៉ះជាមនុស្សរស់នៅមិនចោះសម្រងគេធ្វើរឿងប្លែកលាក់លៀមតែនៅក្នុងភូមិផ្សេងមានមនុស្សបែបនេះទេដែលគិតតែប៉ុនប៉ងធ្វើបាបគេនោះ ចាំមើលណាយើងនឹងធ្វើបាបអ្នកភូមិម្ដងម្នាក់ឲ្យទាល់តែអស់បែបនេះទៅផ្សំចិត្តយើង ពេលនោះដែរពូប៉ះស្រាប់តែសម្គាល់ឃើញថាខ្លែងឯកដូចជារៃចោះរៃឡើងខុសពីធម្មតា មានរឿងអីចេះអ្នកណាមករំខានកិច្ចការរបស់យើងក្នុងភូមិនេះមិនអាចមានអ្នកណាចេះអាគមដូចជាយើងទេ ខ្លែងពូប៉ះកាន់តែគ្មានលំនឹងរហូតទីបំផុតខ្លែងនោះក៏បានផ្ទុះបែកគ្មានសល់ធ្វើឲ្យពូប៉ះក្អួតឈាមភ្លាម អ្នកណាហ៊ានលេងជាមួយអញបែបនេះបានអញនឹងកំដរឯងចុះ ពូប៉ះបានសូត្របាលីមុនគាថាធ្វើឲ្យមានខ្លែងឯកមួយទៀតហោះទៅរកកន្លែងដែលជាគោបដិបកគ្នានោះ
នៅផ្ទះរបស់មីងទូច ពូមានខ្លាញ់មួយទៀតហោះមកហើយក្មួយវិជាម្ដងនេះត្រូវប្រឹងឲ្យអស់ពីកម្លាំងទៅបានណាតោះឆាប់ឡើងសមាធិភ្លាមទៅ ពូមេភូមិប្រាំងសុតបល័យម្ដងហើយម្ដងទៀតរហូតធ្វើឲ្យខ្លាញ់នោះទូចបែកដូចគ្នាហើយពេលនោះពូប៉ាក៏បានដួលស្លាប់ភ្លាមនៅផ្ទះពូប៉ា អូយអូយឈឺណាស់យើងមិនសុខចិត្តទេ មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែរីករាយនឹងភាពជោគជ័យយើងទេផ្ទុយទៅវិញអាចនឹងមានការចងគំនុំក៏ថាបាននៅផ្ទះរបស់មីងទូច មិនអីទេអស់អីហើយបន្តិចទៀតពួកគេដឹងខ្លួនហើយ ប៉ាត់ជាដូចមេភូមិនិយាយមែនទីបំផុតអង្គាបោះនិងមីងទូចក៏បានភ្ញាក់ដឹងខ្លួនឡើងវិញបងវិជាខ្ញុំបានធ្វើហើយអរគុណណាស់ អរគុណណាស់លោកបងអើយហើយតើខ្ញុំកើតអ្វីទៅ គឺត្រូវអំពើតាមខ្លែងឯកលើកក្រោយកុំចេះតែកាន់ប៉ះរបស់អ្នកណាផ្ដេសផ្ដាស់ឮទេ ចាលោកបងថ្ងៃក្រោយខ្ញុំនឹងប្រយ័ត្នគ្មានការអនុញ្ញាតឬក៏គ្មានប្រភពច្បាស់លាស់ណាខ្ញុំមិនឲ្យចូលចិត្តនឹងមិនចាប់កាន់ឡើយ មែនហើយពុកកូនក៏ដូចគ្នាដែរពេលនេះកូនយល់ហើយថាការដែលប៉ះពាល់របស់អ្នកណាដែលគ្មានការអនុញ្ញាតនោះគឺជាទង្វើខ្វះសុជីវធម៌ណាស់ ពិតមែនហើយមិនតែប៉ុណ្ណោះបុរាណលោកហាមណាស់មិនឲ្យប៉ះឬក៏ហូបអីផ្ដេសផ្ដាស់ទេព្រោះមនុស្សខ្លះចូលចិត្តសាកអំពើលើអ្នកដទៃណាស់ពេលនេះខ្ញុំសប្បាយចិត្តណាស់លោកពូមេភូមិសង្ឃឹមថាភូមិយើងនឹងរស់នៅសុខសប្បាយតរៀងទៅចុះពូក៏សង្ឃឹមបែបនឹងដែរបងខ្លាចបាត់បង់អូនណាតើអូនអាចរៀបការជាមួយបងបានទេលោកពូមេភូមិខ្ញុំស្រឡាញ់អូនគៀបបងណាសូមមេត្តាផងចុះពូមិនថាអីទេរួចចុះកូនវិញនោះ ចាខ្ញុំក៏ស្រឡាញ់បងវិជាដែរខ្ញុំព្រមណាស់ ប្រសើរណាស់បងពិតជារំភើបមែនទែនបងនឹងមើលថែអូនឲ្យបានល្អណាអូនណា ចូលកុំច្រណែនគុំគួនឬបៀតបៀនអ្នកដតីធ្វើអីព្រោះអ្នកណាក៏រស់នៅចង់បានសុខដែរតែនាយបន្មាឯនេះវិញនោះនៅតាមផ្លូវ ចិត្តដល់ថ្ងៃប្រកួតហើយម្ដងនេះបើអាវិជាមិនចូលរួមទេការប្រកួតគ្រប់យ៉ាងច្បាស់ជារបស់អញហើយ តែថាខ្ញុំពូបន្មាមិនឈ្នះខ្ញុំទេចាំមើលចុះ អ្នកណានិយាយអីហ្នឹងហ៎អ្នកណា គឺខ្ញុំកំពុងតែនៅលើដើមឈើឯណាពូ ស្អីគេអាល្អិតកុំសង្ឃឹមវើយទៅបើទឹកដោះម៉ែអញវិញទៅ កុំចំអកខ្ញុំណាពូចាំមើលចុះ អើយកល្អកុំចូលរួមប្រកួតអី ប៊ុនម៉ាសើចចំអកកូនគ្រួចហើយក៏បានដើរចេញបាត់ទៅលុះថ្ងៃប្រកួតមកដល់គ្រប់គ្នាក៏បានត្រៀមខ្លួនរួចរាល់នៅឯវាលស្រែអូនសង្ឃឹមថាកូនគ្រួចឈ្នះចាស់ បងក៏គិតអញ្ចឹងដែរពួកយើងចាំលើកទឹកចិត្តទាំងអស់គ្នាណា បងគៀបោះបងវិជាអរគុណហើយដែលបងលើកទឹកចិត្តដល់ខ្ញុំចាស៊ូៗណាស់ ឆាប់ឡើងការប្រកួតចាប់ផ្ដើមហើយណាកុំភ័យស៊ូណា បងវិជាខ្លាញ់ខ្ញុំដាច់ខ្សែហើយបង ខ្ញុំចាញ់ហើយ ពុទ្ធោអើយកូនគ្រួចមុននេះខ្លាញ់ឯងលេចធ្លោហើយតាមិនគួរណាដាច់ខ្សែអញ្ចឹងសោះបានហើយពេលនេះយើងរកឃើញអ្នកឈ្នះហើយឃើញទេខ្ញុំថាឆ្នាំនេះគឺមានតែខ្ញុំទេដែលឈ្នះនោះ ខ្លាញ់ខ្ញុំហោះខ្ពស់ដាច់គេតែម្ដងអ្នកដែលឈ្នះនោះគឺជាកូនគ្រួចនេះឯងសូមអបអរសាទរថាម៉េចពូលំអៀងពេកហើយនេះខ្លាញ់ខ្ញុំហោះខ្ពស់ជាងគេណាពូឯងមិនសមចូលរួមការប្រកួតនេះទេហេតុតែចង់ឈ្នះហ៊ានលេងល្បិចដាក់សំបីតកូនក្មេងលេងល្បិចយ៉ាងម៉េចទៅពូខ្ញុំឈ្នះអ្នកណាក៏គេឃើញដែរពូមិនចង់និយាយឲ្យក្មួយខ្មាស់គេទេតែក្មួយមិនត្រូវលួចផ្ដាច់ខ្សែខ្លាញ់អ្នកប្រកួតដូចគ្នាបែបនេះទេណែគឺជាកូនប្រុសបេះដូងអ្នកប្រយុទ្ធកុំលេងល្បិចបានហើយក្មួយទៅចុះ
នេះប៊ុនម៉ាបានទទួលស្គាល់កំហុសហើយក៏បានដើរចេញទាំងអាម៉ាស់មកបំផើតមានន័យថាខ្ញុំឈ្នះហើយមែនទេបង ពិតមែនហើយសូមអបអរសាទរណាក្មួយតូច ក្រុមពូកែសិស្សខ្លាំង សូមអបអរសាទរណាសូមអរគុណហើយបងវិជាអរគុណលោកគ្រូអរគុណបងគៀបោះអរគុណលោកពូមេភូមិហើយខ្ញុំសប្បាយចិត្តណាស់ បានឥឡូវនេះទៅទទួលយករង្វាន់ចុះណា បាទច្រណែននាំឲ្យគិតគំនិតអាក្រក់នាំឲ្យធ្វើរឿងអាក្រក់ហើយចុងក្រោយនាំសេចក្តីវិនាសនិងអាម៉ាស់ដល់ខ្លួនឯងផងដែរ